សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Kotoda ហើយថ្ងៃនេះយើងមកបញ្ចប់សាច់រឿង Taiso Otome Fairy Tale ភាគ12ទាំងអស់គ្នាដែលកាលពីភាគមុនទម្រាំតែ Tamahiko រក Yusuke ឃើញគឺចំណាយពេលយូរគួរសមហើយនៅពេលរកឃើញ Yusuke គឺសន្លប់បាត់ស្មារតីទៅហើយដូច្នេះនៅភាគបញ្ចប់នេះនឹងមានរឿងអ្វីកើតឡើងខ្លះយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះឈុតក៏បានបង្ហាញពីការស្រមើស្រមៃរបស់ Yusuke ដែលកំពុងតែដើរកាត់ព្រើលតកកឆ្ពោះទៅផ្ទះវិញដើម្បីបានជួបគ្នានឹង Tamahiko ដែលនេះគឺដូចជាការស្រមើស្រមៃរបស់មនុស្សដែលចិត្តអស់ដង្ហើមអញ្ចឹងហើយការចងចាំល្អៗឬរឿងអតីតកាលមួយចំនួនក៏នឹងផុសឡើងនៅវិនាទីចុងក្រោយមុនពេលដែលអ្វីៗគ្រប់យ៉ាងត្រូវរលត់បាត់ទៅដូចនឹងជីវិតដូចគ្នាហើយពេលដែល Yusuke កំពុងតែដើរនៅតាមផ្លូវនោះក៏មានពន្លឺមួយដែលបានបង្ហាញពីការចងចាំរបស់នាងកាលនៅវ័យកុមារភាពផងដែរដែលក្នុងពេលនោះម្ដាយរបស់នាងគឺតែងតែនិយាយថាគាត់គឺចង់ឃើញកូនរបស់គាត់គឺជាក្មេងស្រីដែលមានសុភមង្គលជារៀងរហូតដូច្នេះទោះជាមានរឿងអ្វីកើតឡើងក៏ដោយ Yusuke ត្រូវតែចាំថាត្រូវព្យាយាមរកកន្លែងដែលផ្ដល់សេចក្តីសុខដល់ខ្លួនជានិច្ចហើយឈុតបន្ទាប់ក៏បង្ហាញនៅពេលដែល Yusuke ឈានចូលវ័យជំទង់នឹងត្រូវបានគ្រួសារ Shima ទិញនាងឲ្យទៅមើលថែកូនរបស់ពួកគេរីឯកាលដែលនាងយល់ព្រមទៅក៏ព្រោះតែចង់ជួយដោះបំណុលរបស់ឪពុករបស់នាងដែលជំពាក់លើគ្រួសារ Shima នេះដូចគ្នាហើយនៅតាមផ្លូវ Yusuke ក៏ដូចជាព្រួយបារម្ភនិងភ័យខ្លះដែរដោយសារតែសម្ដីសម្ដៅគ្រួសារនេះគឺគំរោះគំរើយនិងអាក្រក់ខ្លាំងណាស់សូម្បីតែកូនខ្លួនឯងក៏មិនរវីរវល់ហើយព្រមទាំងដេញចេញដោយសារតែជាបន្ទុកដល់គ្រួសារថែមទៀតគ្រាន់តែគ្នាពីការដៃស្ដាំតែមួយខាងសោះហើយពេលដែលទៅដល់ Yusuke ក៏បានយល់ថាតាមពិតទៅបុរសម្នាក់នេះគឺមិនអាក្រក់ដូចជាគ្រួសាររបស់គាត់នោះឡើយហើយនាងក៏ប្រកាសថាគាត់នឹងផ្ដល់តម្លៃឲ្យនាងដូចគ្នាដូច្នេះហើយទើបយើងបានឃើញ Yusuke គឺតែងតែនៅក្បែរ Tamahiko និងនៅខាងគាត់ជានិច្ចចំណែកឯអ្វីដែលម្ដាយរបស់នាងតែងរំពឹងចង់ឃើញនោះពេលនេះ Yusuke គឺបានជួបនៅរឿងទាំងនោះអស់ហើយរីឯសេចក្តីសប្បុរសដែល Tamahiko បង្ហាញមកក៏វាគ្រប់គ្រាន់សម្រាប់ឲ្យ Yusuke មានអារម្មណ៍កក់ក្ដៅដូចគ្នាដូច្នេះហើយទើបនាងចង់សារភាពអារម្មណ៍របស់ខ្លួនទៅ Tamahiko វិញដែរតែរាល់ពេលដែលនាងចង់សារភាពបែរជានាងមិនហ៊ាននិយាយទៅវិញហើយមុនពេលដែល Yusuke ចេញទៅទីក្រុង Tokyo នាងក៏ចង់សរសេរពាក្យទាំងនោះដាក់នៅក្នុងសំបុត្រជូនពរថ្ងៃកំណើតរបស់ Tamahiko ផងដែរតែភាពខ្មាស់អៀនរបស់នាងគឺតែងតែរារាំងនាងមិនឲ្យសរសេរពីអ្វីដែលនាងចង់និយាយចេញមកទាល់តែសោះម្យ៉ាងទៀតពួកគេក៏មិនចាំបាច់ត្រូវការនិយាយពាក្យទាំងនោះចេញមកដែរក៏ព្រោះតែថ្ងៃអនាគតទៅពួកគេទាំងពីរគង់តែក្លាយជាគូស្វាមីភរិយានឹងគ្នាដដែលតែទោះជាយ៉ាងណាក៏ដោយក៏ Yusuke នៅតែចង់និយាយពាក្យទាំងនោះក៏ដូចជាសារភាពអារម្មណ៍របស់ខ្លួនទៅ Tamahiko ទៀតដែរហើយឈុតបន្ទាប់ក៏បានបង្ហាញនៅពេលដែល Yusuke កំពុងតែគ្រា Midori ទៅរកកន្លែងទីសុវត្ថិភាពក្រោយពីគ្រោះរំជួយដីទើបតែបានស្ងប់ស្ងាត់ហើយនៅតាមផ្លូវពួកគេទាំងពីរក៏បានជួបនៅអបតវហេតុមួយគឺភ្លើងឆេះអគ្គីភ័យអូខេភ្លើងឆេះអគ្គីភ័យដែលបង្កឲ្យមានភាពចលាចលនិងធ្វើឲ្យមនុស្សជាច្រើនរត់ខ្វែងខ្វាត់ចាកចេញពីទីកន្លែងនោះហើយ Yusuke ក៏បានបែកផ្លូវគ្នាជាមួយនឹង Midori ត្រឹមនោះដូចគ្នារហូតដល់ពេលយប់ខណៈដែល Yusuke កំពុងបន្តដំណើរទៅរកកន្លែងទីសុវត្ថិភាពនៅតាមផ្លូវនាងក៏បានប្រទះឃើញក្មេងយំចេញពីផ្ទះបាក់បែកមួយរួចនាងក៏បានចូលទៅមើលនិងនៅជាមួយដើម្បីឲ្យពួកគេលែងមានការបារម្ភនិងឈប់ភ័យតទៅទៀតហើយនាងក៏បានច្រៀងបំពេឲ្យក្មេងទាំងពីរនាក់នោះគេងលក់ផងដែរបន្ទាប់ពីច្រៀងរួច Yusuke ក៏បានទន្ទិញឈ្មោះ Tamahiko ទាំងពិបាកនៅក្នុងចិត្តថានាងគឺពិតជានឹកគាត់ខ្លាំងណាស់ហើយក្រោយមក Yusuke ក៏បានសន្លប់បាត់ស្មារតីក្នុងពេលនោះទៅត្រឡប់មកមើលការស្រមើស្រមៃរបស់នាងបន្តទៀតពេលនេះ Yusuke គឺបានឈប់បន្តដំណើរត្រឹមពាក់កណ្ដាលផ្លូវតែម្ដងនិងបាននឹកពាក្យសុំទោសទៅកាន់ម្ដាយផងដែរថានាងប្រហែលជាមិនអាចក្លាយជាមនុស្សដែលមានសុភមង្គលជារៀងរហូតដូចអ្វីដែលគាត់ចង់ឃើញនោះទេហើយនេះក៏ដូចជាចង់បង្ហាញឲ្យយើងដឹងថា Yusuke ប្រហែលជាលែងមានឱកាសទៅជួបជាមួយនឹងអ្នករាល់គ្នាទៀតហើយដោយឈុតបន្ទាប់ក៏បានបង្ហាញពីព្រលឹងរបស់ Yusuke កំពុងតែនៅលើរថភ្លើងមួយដែលកំពុងតែឆ្ពោះទៅកាន់ពិភពផ្សេងមួយទៀតហើយនៅគ្រានោះក៏មានពន្លឺមួយបានស្រែកហៅ Yusuke ឲ្យដឹងខ្លួនវិញផងដែរទើបធ្វើឲ្យ Yusuke ប្រឹងរត់ចេញពីរថភ្លើងនោះនិងបន្តដំណើរត្រឡប់មករក Tamahiko វិញដូចគ្នា
ហើយយូស៊ូគីក៏បានប្រឹងរត់រហូតដល់តែឃើញដៃរបស់ថាម៉ាហ៊ីកូចេញពីពន្លឺមួយនោះចាប់ទាញដៃរបស់នាងចេញទៅវិញជាមួយគ្នាផងដែរហើយពេលដែលបើកភ្នែកមកក៏បានឃើញថាម៉ាហ៊ីកូក៏កំពុងតែកាន់ដៃរបស់នាងនិងស្រែកហៅឈ្មោះនាងម្ដងហើយម្ដងទៀតដូច្នេះនៅទីបំផុតយូស៊ូគីគឺបានដឹងខ្លួនវិញហើយក្រោយពីដឹងខ្លួនបែបនេះយូស៊ូគីគឺយំតែម្ដងនិងបានហៅឈ្មោះថាម៉ាហ៊ីកូម្ដងហើយម្ដងទៀតមិនដាច់ពីមាត់ឡើយក៏ព្រោះតែនាងស្ទើរតែគិតថាខ្លួននឹងមិនមានឱកាសត្រឡប់មកវិញនោះទេហើយបន្ទាប់មកយូស៊ូគីក៏បានចាប់ថាម៉ាហ៊ីកូថើបយកតែម្ដងអាយ៉យរួចមកនាងក៏បាននិយាយពាក្យនៅក្នុងចិត្តទៅកាន់ថាម៉ាហ៊ីកូក្នុងពេលនោះដែរថាអូនគឺស្រឡាញ់បងខ្លាំងណាស់ដែលធ្វើឲ្យថាម៉ាហ៊ីកូអៀនស្ទើរស្លាប់ទៅហើយដោយសារតែមានមនុស្សមិនតិចនោះទេដែលកំពុងតែមើលមកពួកគេទាំងពីរចំណែកឯយូស៊ូគីវិញក្រោយពេលដែលដឹងគឺវាយឺតពេលទៅហើយដែលត្រូវខ្មាស់អៀនចំពោះមុខអ្នករាល់គ្នាបន្ទាប់ពីនោះមកទិដ្ឋភាពក៏បានប្រែមកជាអ៊ូអរនិងសប្បាយរីករាយឡើងវិញរីឯលោកពូថាម៉ាស៊ូកេក៏បានអរគុណដល់យូស៊ូគីដោយផ្ទាល់ខ្លួនហើយកាលដែលនាងបានមើលថែក្មួយប្រុសរបស់គាត់រហូតមកហើយបន្ទាប់ពីមានភាពអ៊ូអរបានបន្តិចមកគ្រប់គ្នាក៏បានឲ្យយូស៊ូគីសម្រាកខ្លះដែររីឯថាម៉ាហ៊ីកូក៏យកបបរមកបញ្ចុកដល់នាងដូចគ្នាដែលធ្វើឲ្យយូស៊ូគីនាងរំភើបទាល់តែស្រក់ទឹកភ្នែកទៅហើយក៏ព្រោះតែបានគិតថាប្រហែលជាខ្លួនមិនអាចមានឱកាសបានញ៉ាំអ្វីទៀតនោះឡើយខណៈដែលអ្វីៗគ្រប់យ៉ាងប្រែមកជាប្រសើរឡើងវិញអស់ហើយក្នុងពេលនោះដែរក៏មានវត្តមានរបស់មនុស្សពីរនាក់ផ្សេងទៀតមកទីនេះដូចគ្នាប៉ុន្តែមិនមែនមកដើម្បីឃើញរឿងទាំងនេះនោះទេហើយគាត់នោះគឺជាឪពុករបស់ថាម៉ាហ៊ីកូគឺលោកថាម៉ាយ៉ូស៊ីស៊ីម៉ាដែលគាត់គឺបានមកជាមួយនឹងកូនស្រីច្បងនៅក្នុងគ្រួសារថាម៉ាយ៉ូស៊ីម៉ាហើយគាត់មកនេះគឺដោយសារតែគាត់បានទទួលដំណឹងថាថាម៉ាស៊ូកេគឺកំពុងតែនៅក្នុងទីក្រុងតូក្យូស្របពេលដែលឥឡូវនេះគាត់ក៏កំពុងតែត្រូវការថាម៉ាស៊ូកេដូចគ្នាក៏ព្រោះតែកូនប្រុសច្បងគេនៅក្នុងគ្រួសារស៊ីម៉ាថាម៉ាគីក៏កំពុងតែរងគ្រោះនិងរងរបួសដោយសារព្រឹត្តិការណ៍រំជួយដីនេះដូចគ្នាដូច្នេះហើយគាត់គឺចង់ឲ្យថាម៉ាស៊ូកេចេញពីស្ថានីយ៍តូក្យូនេះទៅមើលកូនប្រុសរបស់គាត់ហើយនឹងទុកអ្នកដែលរងគ្រោះនៅទីនេះឲ្យវិជ្ជបណ្ឌិតផ្សេងទៀតមើលជំនួសគាត់ទៅវិញដែលស្ដាប់ទៅសម្ដីទាំងនេះគឺពិតជាអាត្មានិយមពិតមែនរីឯថាម៉ាស៊ូកេក៏បានតបទៅវិញថាគាត់គឺមិនទៅនោះទេដោយសារតែឥឡូវនេះគាត់ក៏មិនមែនជាមនុស្សនៅក្នុងគ្រួសារស៊ីម៉ាទៀតដែរហើយយើងក៏បានដឹងដែរថាថាម៉ាស៊ូកេគឺបានចាកចេញពីគ្រួសារស៊ីម៉ាយូរមកហើយឯឈ្មោះរបស់គាត់ក៏មិនមែនជាថាម៉ាស៊ូកេស៊ីម៉ាទៀតដែរពលគឺគាត់យកឈ្មោះប្រពន្ធរបស់គាត់មកប្រើជំនួសវិញគឺថាម៉ាស៊ូកេម៉ាណាប៊ីរីឯថាម៉ាយ៉ូក៏បាននិយាយកាត់ទៀតថាប្រសិនបើគាត់មិនចង់រវីរវល់ជាមួយនឹងគ្រួសារស៊ីម៉ាប៉ុន្តែមើលទង្វើរបស់គាត់ទៅគឺពិតជាឆ្កងខ្លាំងណាស់ដែលនៅមានទំនាក់ទំនងជាមួយនឹងថាម៉ាហ៊ីកូនិងថាម៉ាកូបន្ទាប់ពីនិយាយរួចថាម៉ាយ៉ូស៊ីក៏បានសួរសំណួរមួយថាតើថាម៉ាហ៊ីកូមកទីនេះធ្វើអ្វីក្រែងគាត់ធ្លាប់បានប្រាប់ដែរថាចំពោះពួកយើងថាម៉ាហ៊ីកូគឺបានស្លាប់រួចហើយឯនៅខណៈនោះថាម៉ាស៊ូកេក៏បានតបវិញភ្លាមថាហេតុអ្វីបានជាលោកនៅតែគិតបែបនេះទៀតតើលោកដឹងទេថាម៉ាហ៊ីកូគឺបានដើរមកពីខេត្តឈីបារហូតមកដល់ទីនេះគឺដើម្បីតែយូស៊ូគីដែលបានបាត់ខ្លួននៅក្នុងព្រឹត្តិការណ៍រំជួយដីមួយនេះហើយគាត់ធ្វើទាំងអស់នេះក៏សម្រាប់តែមនុស្សដែលតែងតែយកចិត្តទុកដាក់និងខ្វល់ខ្វាយពីគាត់រហូតមកដូច្នេះតាំងពីគាត់ចាក់ចេញពីលោកមកគាត់គឺចាប់ផ្ដើមមានវាសនាល្អវិញហើយថាម៉ាហ៊ីកូឥឡូវនេះក៏រឹងមាំដូចគ្នាបន្ទាប់ពីនិយាយរួចថាម៉ាស៊ូកេក៏បានសរសេរក្រដាសការណែនាំមួយដើម្បីឲ្យទៅថាម៉ាយ៉ូស៊ីទៅរកវិជ្ជបណ្ឌិតផ្សេងទៀតហើយបន្ទាប់ពីទទួលរួចពួកគេក៏បានចាក់ចេញទៅស្របពេលនោះដែរថាម៉ាហ៊ីកូក៏បានស្ទុះមកនិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់លោកប៉ារបស់គាត់ដូចគ្នាថាគាត់គឺពិតជារីករាយខ្លាំងណាស់ដែលមិនមានរឿងអ្វីកើតឡើងចំពោះលោកប៉ាឯលោកថាម៉ាយ៉ូស៊ីក៏មិនបាននិយាយអ្វីតបវិញដែរនឹងបានដើរចេញបាត់ទៅហើយនេះក៏បានបង្ហាញឲ្យយើងដឹងថាទោះបីជាថាម៉ាហ៊ីកូត្រូវបានស្អប់ដោយលោកឪពុករបស់គាត់ប៉ុណ្ណាក៏ដោយក្នុងនាមជាកូនប្រុសក៏នៅតែត្រូវគោរពទៅដល់លោកឪពុករបស់ខ្លួនដដែលបន្ទាប់ពីនោះមកឈុតក៏បានបន្តបង្ហាញទៀតថាក្រោយពីយូស៊ូគីបានប្រសើរឡើងវិញហើយនាងហើយនឹងថាម៉ាហ៊ីកូក៏មិនទាន់ត្រឡប់ទៅឈីបាវិញភ្លាមនោះទេគឺពួកគេបន្តនៅទីក្រុងតូក្យូមួយរយៈដើម្បីជួយការងាររបស់លោកពូថាម៉ាស៊ូកេហើយនៅពេលដែលពួកគេត្រឡប់មកឈីបាវិញយើងក៏បានឃើញថាផ្ទះរបស់ថាម៉ាហ៊ីកូមិនមែនត្រឹមតែជាកន្លែងដែលផ្ដល់ជំនួយដល់ជនរងគ្រោះនោះទេ
សូម្បីតែឃ្លាំងទុកចំណីអាហារនៅផ្ទះរបស់គាត់ក៏បានយកធ្វើជាមជ្ឈមណ្ឌលផ្ដល់ស្បៀងអាហារនិងចែកចាយទឹកដោះគោដល់អ្នកដែលខ្វះខាតក្នុងគ្រានោះដែរហើយទាំងអស់នេះមិនមែនត្រឹមតែផ្ដល់ស្នាមញញឹមដល់ប្រជាជនដែលនៅក្នុងសង្កាត់ស៊ីបានោះទេពលគឺមនុស្សគ្រប់គ្នានៅទីនោះទាំងអស់ក៏លែងចាត់ទុកថាម៉ាហេកូជាមនុស្សអាក្រក់ដូចជាគ្រួសារស៊ីម៉ាពីមុនទៀតដែរហើយក្រោយមកទៀតឈុតក៏បានកាត់រំលងដល់រយៈពេល1ខែក្រោយមកហើយក៏ឈានចូលដល់រដូវក្តៅដែរឯក្នុងថ្ងៃនេះគ្រប់គ្នាក៏បានមកលេងផ្ទះយូស៊ូគីនិងតាម៉ាហីកូទាំងអស់គ្នាតែម្ដងនិងកំពុងតែរៀបចំធ្វើម្ហូបអាហារសម្រាប់កម្មវិធីជួបជុំគ្នាផងដែរហើយក្នុងពេលដែលពួកគេកំពុងតែរៀបចំនោះដែរម្នាក់ក៏បាននិយាយអំពីឈុតអាពាហ៍ពិពាហ៍ដែលយូស៊ូគីគួរតែពាក់នៅថ្ងៃមង្គលការដែលកូតូរីតាម៉ាកូនិងយ៉ូគឺសុទ្ធតែចង់ឲ្យយូស៊ូគីស្លៀកពាក់បែបអឺរ៉ុបលោកខាងលិចទាំងអស់គ្នាតែម្ដងក៏ព្រោះតែពួកគេប្រកាសក្នុងចិត្តថាតាម៉ាហីកូនឹងពេញចិត្តយូស៊ូគីនៅក្នុងឈុតបែបនោះជាមិនខានហើយគ្រាន់តែគិតក៏ពួកគេដឹងថាយូស៊ូគីនឹងឈូតគួរឲ្យស្រឡាញ់ប៉ុណ្ណាទៅហើយចំណែកឯយូស៊ូគីនាងគឺអៀនស្ទើរស្លាប់ទៅហើយនៅពេលបានឮបែបនោះរួចនាងក៏បានប្រាប់ឲ្យពួកគេទាំងអស់គ្នាមកបន្តរៀបចំម្ហូបអាហារបន្តទៀតវិញក្រឡេកមកមើលខាងបរោះយើងវិញពួកគេគឺកំពុងតែងូតទឹកនៅបឹងមួយនៅក្រោមភ្នំឯណេះដែលពួកគេគឺគ្រាន់តែងូតទឹកជុំគ្នានិងនិយាយលេងបន្តិចបន្តួចប៉ុណ្ណោះក៏ដូចជានៅចាំឲ្យនារីរៀបចំម្ហូបអាហាររួចរាល់ដូចគ្នាត្រឡប់មកខាងនារីវិញខណៈដែលកំពុងរៀបចំយ៉ូក៏បានឆ្លៀតមកនិយាយជាមួយនឹងយូស៊ូគីអំពីរឿងបន្តិចបន្តួចខ្លះដែរដែលនាងគឺគ្រាន់តែចង់សុំទោសនៅទង្វើគ្រប់យ៉ាងដែលនាងបានធ្វើដាក់យូស៊ូគីពីមុនមកប៉ុណ្ណោះហើយទង្វើដែលឆ្គាំឆ្គងដែលធ្វើទៅលើយូស៊ូគីទាំងប៉ុន្មានកន្លងមកគឺសុទ្ធតែជាការច្រណែនរបស់នាងទាំងអស់តាមពិតទៅយ៉ូក៏ធ្លាប់ត្រូវបានឪពុកលក់នាងឲ្យទៅមើលថែអ្នកដទៃដូចជាយូស៊ូគីដែរហើយអ្វីដែលនាងទទួលបានគឺគ្មានសេចក្តីសុខនោះទេនិងស្ទើរតែបាត់បង់ជីវិតទៀតផងហើយការច្រណែនមួយនេះគឺដោយសារតែភាពខុសគ្នារវាងនាងនិងយូស៊ូគីប៉ុណ្ណោះបន្ទាប់ពីនិយាយរួចយូស៊ូគីក៏តបទៅវិញថាទាំងអស់នោះគឺមិនអីនោះទេហើយក៏គ្មានរឿងអ្វីដែលត្រូវឲ្យនាងលើកលែងទោសទៅកាន់យ៉ូនោះដែរក៏ព្រោះតែយូស៊ូគីចូលចិត្តយ៉ូតាំងពីដើមមកហើយណាមួយឥឡូវនេះតាម៉ាហីកូហើយនឹងនាងគឺចាត់ទុកយ៉ូជាមិត្តភក្តិម្នាក់មួយដែរហើយការសន្ទនាបន្តិចបន្តួចនេះក៏ត្រូវបានលោកស្ដាប់ដោយប្អូនស្រីកំហូចតាម៉ាកូដូចគ្នាដែលតាមពិតទៅនាងក៏មានពាក្យមួយចំនួនដែលចង់និយាយដោយផ្ទាល់ជាមួយនឹងយូស៊ូគីផងដែរតែក៏ត្រូវបានយ៉ូស្កាត់មកនិយាយមុននាងទៅវិញដែលធ្វើឲ្យពួកគេទាំងពីរប៉ះពាល់សម្ដីគ្នាលេងបន្តិចខ្លះដែរគ្រាន់តែរឿងតិចតួចប៉ុណ្ណឹងឯងហើយនៅពេលនោះកូតូរីក៏បានប្រាប់ឲ្យពួកគេប្រញាប់រៀបចំបន្តិចក៏ព្រោះតែបរោះនឹងមកដល់ក្នុងពេលបន្តិចទៀតនេះហើយឯបន្ទាប់ពីនោះមកនៅពេលដែលខាងបរោះមកដល់ផ្ទះយើងក៏បានដឹងដែរថាតាមពិតទៅគ្រប់គ្នាគឺចង់ធ្វើឲ្យតាម៉ាហីកូភ្ញាក់ផ្អើលដោយការធ្វើខួបកំណើតឲ្យគាត់នៅថ្ងៃនេះទោះបីជាដឹងថាវាកន្លងផុតទៅ1ខែក៏ដោយយ៉ាងហោចណាស់ក៏ពួកគេនៅតែរីករាយនឹងប្រារព្ធពិធីខួបកំណើតដល់តាម៉ាហីកូដូចគ្នាហើយក្នុងពេលនោះក្មេងម្នាក់ដែលជាកូនមេភូមិក៏បានចេញមកថ្លែងអំណរគុណដល់តាម៉ាហីកូដែលបានផ្ដល់ផ្ទះរបស់ខ្លួនជាជំនួយដល់ជនរងគ្រោះកាលពីខែមុនផងដែរឯតាម៉ាហីកូក៏តបទៅវិញថាតាមពិតទៅគឺគាត់ទេដែលជាអ្នកដែលត្រូវអរគុណដល់គ្រប់គ្នាវិញគាត់ដឹងថាក្មេងៗគ្រប់គ្នាគឺប្រឹងប្រែងធ្វើការមួយនេះណាហើយគាត់ក៏អរគុណដែលពួកគេគ្រប់គ្នាអាចបំពេញសន្យាជាមួយនឹងគាត់បានបន្ទាប់ពីនោះមកតាម៉ាហីកូក៏បានអរគុណដល់តាម៉ាកូដូចគ្នាថាក្នុងនាមជាបងប្រុសគាត់គឺពិតជាមានមោទនភាពចំពោះប្អូនស្រីខ្លាំងណាស់នៅពេលដែលនាងសម្រេចចិត្តចង់ក្លាយជាវិជ្ជបណ្ឌិតពលគឺនៅពេលដែលបានឃើញការតាំងចិត្តរបស់នាងទើបធ្វើឲ្យគាត់ដឹងថាខ្លួនគាត់ផ្ទាល់ក៏ត្រូវតែមានវិធានការសម្រាប់ខ្លួនឯងដែរដូច្នេះគាត់គឺពិតជាអរគុណណាស់បន្ទាប់ពីនោះមកដល់វេនកូតូរីវិញម្ដងបទចម្រៀងរបស់នាងក៏បានលើកទឹកចិត្តយ៉ាងច្រើនដល់តាម៉ាហីកូផងដែរនៅពេលដែលគាត់ត្រៀមប្រឡងចូលសាលារៀនដូច្នេះគាត់ក៏អរគុណដូចគ្នារីឯចំពោះយ៉ូវិញគាត់ក៏បានអរគុណនាងសម្រាប់ការចូលរួមក្នុងដំណើរដ៏លំបាកទៅកាន់ទីក្រុងតូក្យូបន្ទាប់ពីនោះមកដល់វេនយូស៊ូគីវិញម្ដងគឺមិនមានអ្វីច្រើននោះទេប៉ុន្តែក៏ធំធេងជាងគេសម្រាប់តាម៉ាហីកូផងដែរនឹងបាននិយាយថាបងពិតជាអរគុណខ្លាំងណាស់ដែលអូននៅមានជីវិតហើយក្រោយមកអ្នកដែលនៅចុងក្រោយគេគឺហាការឺដែលគាត់គឺមកសួរតាម៉ាហីកូខ្លួនគាត់ផ្ទាល់តែម្ដងថាគាត់នឹងទទួលបានពាក្យអរគុណនៅរឿងអ្វីដែរ
ហើយយើងក៏បានឃើញឈុតឆាកដ៏ព្រឺសម្បុរមួយដែលបរិសង្ហាទាំងពីរនាក់ពួកគេកំពុងតែអរគុណគ្នាដោយភាពជឿជាក់ដែលថាម៉ាហីកូបាននិយាយថាអរគុណដែលយល់ព្រមធ្វើជាមិត្តភក្តិរបស់ខ្ញុំព្រឺសម្បុរលេសបន្ទាប់ពីអរគុណគ្នារួចរាល់អស់ហើយកូតូរីក៏បានច្រៀងបទចម្រៀងដើម្បីជូនពរក៏ដូចជាចាប់ផ្ដើមប្រារព្ធពិធីខួបកំណើតឲ្យថាម៉ាហីកូផងដែរក្រោយពេលដែលចប់កម្មវិធីនៅចុងបញ្ចប់នៃរឿងថាម៉ាហីកូក៏បាននាំយូស៊ូគីមកកន្លែងដើមឈើទីសក្ការៈដែលមានរូបសំណាកព្រះអ៊ីណារីតូចមួយម្ដងទៀតហើយរឿងក៏បានបិទបញ្ចប់ទៅដោយពួកគេទាំងពីរបានថើបគ្នានៅក្រោមដើមឈើទីសក្ការៈមួយនោះដោយពួកយើងគឺមិនបានឃើញពិធីអាពាហ៍ពិពាហ៍របស់ពួកគេនោះទេហើយដោយសារអានីមេមួយនេះមិនបានផលិតជា season ទី2ចេញមកទៀតដូច្នេះ admin នឹងលើកយកសាច់រឿងដែលនៅសេសសល់ពី manga យកមកសង្ខេបខ្លីៗដើម្បីឲ្យគ្នាយើងបានទទួលនៅការបញ្ចប់ដ៏ល្អមួយពីសាច់រឿងរយៈពេលប៉ុន្មានថ្ងៃកន្លងមកថាម៉ាហីកូក៏ទទួលបានដំណឹងថាថាម៉ាគីដែលជាកូនច្បងនៅក្នុងគ្រួសារស៊ីម៉ាគឺត្រូវបានស្លាប់ដោយសារតែមិនអាចទ្រាំទ្របានជាមួយនឹងរបួសដ៏រ៉ាំរ៉ៃដែលរងគ្រោះកាលពីឧបទ្ទវហេតុរំជួយដីកាលពីខែមុននោះឯងហើយនៅក្នុងកម្មវិធីបុណ្យសពនោះដែរថាម៉ាហីកូក៏បានជួបជាមួយនឹងលោកឪពុករបស់ខ្លួនម្ដងទៀតប៉ុន្តែលើកនេះលោកថាម៉ាយ៉ូស៊ីគឺនិយាយពាក្យសមរម្យជាច្រើនជាមួយនឹងថាម៉ាហីកូនិងបានសុំទោសរាល់កំហុសដែលគាត់បានធ្វើខុសទៅលើកូនរបស់ខ្លួនដូចគ្នានឹងបានប្រាប់ថាម៉ាហីកូថាឥឡូវនេះមិនចាំបាច់ធ្វើជាមនុស្សដែលបានស្លាប់ដូចជាពីមុនទៀតនោះទេពលគឺគាត់ចង់ឲ្យថាម៉ាហីកូត្រឡប់មករស់នៅជាមួយនឹងគ្រួសារជុំគ្នាវិញនោះឯងហើយមូលហេតុគោលចម្បងធំរបស់លោកថាម៉ាយ៉ូស៊ីនោះគឺដោយសារតែគាត់បានដឹងថាថាម៉ាហីកូគឺជាក្មេងម្នាក់ដែលរឹងមាំជាងមុនហើយដូច្នេះលោកថាម៉ាយ៉ូស៊ីគឺមានបំណងចង់ឲ្យថាម៉ាហីកូឡើងបន្តស្នងតំណែងគ្រួសារពីគាត់នោះឯងប៉ុន្តែមានរឿងខ្មៅងងឹតមួយនៅក្នុងគ្រួសារនេះដែលយើងមិនទាន់បានដឹងនោះទេហើយរឿងមួយនោះគឺចេញមកពីកូនស្រីច្បងនៅក្នុងគ្រួសារគឺថាម៉ាយ៉ូនោះឯងហើយការស្លាប់របស់ថាម៉ាគីក៏មកពីនាងដូចគ្នាពលគឺនាងបានប្រើថ្នាំពុលដើម្បីសម្លាប់គាត់នៅក្នុងពេលដែលគាត់កំពុងតែមើលរបួសនោះឯងទង្វើទាំងអស់នេះគឺជាផែនការដែលបានរៀបចំដើម្បីឲ្យខ្លួននាងផ្ទាល់អាចក្លាយជាអ្នកដែលស្នងតំណែងនៅក្នុងគ្រួសារបន្តហើយនៅក្នុងវងត្រកូលមួយនេះអ្នកដែលអាចស្នងតំណែងគ្រួសារបន្តគ្រប់ជំនាន់មកគឺសុទ្ធតែជាកូនប្រុសទាំងអស់ដូច្នេះដើម្បីតែមហិច្ឆតាមួយនេះនាងគឺត្រូវធ្វើឲ្យឪពុករបស់ខ្លួនបាត់បង់កូនប្រុសបង្កើតទាំងអស់ហើយកូនប្រុសបង្កើតនៅក្នុងគ្រួសារនេះគឺមានតែ2នាក់នោះទេគឺថាម៉ាគីហើយនិងថាម៉ាហ៊ីកូចំណែកឯកូនប្រុសពៅដែលមានឈ្មោះថាថាម៉ៅនោះគឺជាកូនចិញ្ចឹមនោះទេដែលគាត់គឺត្រូវបានបំបែកចេញពីឪពុករបស់ខ្លួនថាម៉ាស៊ូកេតាំងពីតូចមកម្លេះនឹងមិនដែលបានឃើញមុខគ្នាទាល់តែសោះត្រឡប់មកបន្តផែនការរបស់ថាម៉ាយ៉ូបន្តទៀតវិញពេលនេះគោលដៅរបស់នាងគឺនៅតែថាម៉ាហ៊ីកូម្នាក់ទៀតទេដូច្នេះខណៈដែលថាម៉ាហ៊ីកូមិនទាន់ត្រឡប់មកដល់ផ្ទះនៅឯស៊ីបាវិញនោះថាម៉ាយ៉ូក៏បានមកប្រាប់យូស៊ូគីថាភារកិច្ចរបស់នាងនៅទីនេះគឺបានចប់ហើយដែលការងាររបស់នាងគឺពិតជាធ្វើបានល្អណាស់ដែលមើលថែថាម៉ាហ៊ីកូរយៈពេល3ឆ្នាំកន្លងមកនេះដែលយូស៊ូគីក៏នឹងត្រូវត្រឡប់ទៅធ្វើជាអ្នកបម្រើនៅក្នុងគ្រួសារស៊ីម៉ាវិញដែរមិនតែប៉ុណ្ណោះនាងក៏បានព្រមានកុំឲ្យយូស៊ូគីជួបមុខថាម៉ាហ៊ីកូទៀតដែរនឹងបានយកជីវិតម្ដាយរបស់យូស៊ូគីមកគំរាមនៅនឹងមុខតែម្ដងបូករួមចំពេលដែលម្ដាយរបស់យូស៊ូគីក៏កំពុងតែពោពោះកូនម្នាក់ទៀតនោះនាងក៏យល់ព្រមធ្វើតាមថាម៉ាយ៉ូគ្រប់យ៉ាងចំណែកឯថាម៉ាហ៊ីកូនៅពេលដែលមកដល់ផ្ទះវិញនឹងបានដឹងរឿងទាំងអស់នេះហើយគាត់ក៏បានត្រឡប់ទៅភូមិគ្រឹះរបស់គ្រួសារស៊ីម៉ាវិញភ្លាមតែម្ដងដើម្បីទៅរកយូស៊ូគីមកវិញក៏ដូចជាទៅដោះស្រាយបញ្ហាទាំងអស់ផងដែរហើយនៅពេលដែលថាម៉ាហ៊ីកូទៅដល់នឹងបាននិយាយដោះស្រាយទល់មុខផ្ទាល់ជាមួយនឹងថាម៉ាយ៉ូហើយគាត់ក៏អាចសន្និដ្ឋានបាននៅអ្វីគ្រប់យ៉ាងដែលនាងត្រូវការដូចគ្នាហើយបន្ទាប់ពីនោះមកថាម៉ាហ៊ីកូគឺស្ទើរតែអស់ជីវិតរបស់ខ្លួនដោយសារតែបញ្ហានោះទៅហើយក៏ព្រោះតែយូស៊ូគីជ្រើសយកការកិច្ចមុខពីថាម៉ាហ៊ីកូដើម្បីជួយម្ដាយរបស់ខ្លួននោះឯងតែនៅទីបំផុតនាងក៏មិនអាចធ្វើបាននោះទេក៏ព្រោះតែពួកគេទាំងពីរនៅតែត្រូវការគ្នានិងមិនអាចខ្វះគ្នាបានឡើយហើយក្រោយពីនោះមកថាម៉ាហ៊ីកូក៏បានទៅនិយាយផ្ទាល់មុខជាមួយនឹងឪពុករបស់ខ្លួនតែម្ដងដោយបានប្រាប់ថាគាត់គឺសុំចោះចេញពីគ្រួសារនេះហើយក៏ព្រោះតែគាត់ទើបតែបានដឹងថាកាលដែលឪពុកចង់ឲ្យខ្លួនត្រឡប់មកវិញនេះគឺគ្រាន់តែចង់ឲ្យគាត់ស្នងតំណែងគ្រួសារបន្តពីឪពុកប៉ុណ្ណោះដូច្នេះឥឡូវនេះគាត់គឺសុំមិនពាក់ព័ន្ធជាមួយនឹងគ្រួសារស៊ីម៉ានេះទៀតទេបន្ទាប់ពីនិយាយរួចថាម៉ាហ៊ីកូហើយនិងយូស៊ូគីពួកគេក៏ចាកចេញទៅ
ហើយទីបំផុតគម្រោងការរបស់ថាម៉ាយ៉ូគឺបានជោគជ័យហើយរួចនាងក៏បានទៅនិយាយប្រាប់ឪពុករបស់ខ្លួនដែរថាសូមលោកឪពុកមិនបាច់បារម្ភនោះទេហើយក៏សូមទុកចិត្តមកលើនាងមកចុះរឿងបន្តតំណែងនៅក្នុងវងត្រកូលគ្រួសារនេះចាំនាងជាអ្នកឡើងជំនួសបន្ទាប់ពីនិយាយរួចយើងក៏បានដឹងដែរថាសូម្បីតែលោកថាម៉ាយ៉ូស៊ីខ្លួនគាត់ផ្ទាល់ក៏គាត់មិនដឹងថាទាំងអស់នេះគឺជាផែនការរបស់ថាម៉ាយ៉ូនោះដែរហើយក្រោយពីនោះមករយៈពេល1ឆ្នាំកន្លងផុតទៅគ្រួសាររបស់យូស៊ូគីក៏បានមករស់នៅឯស្រុកស៊ីបាជាមួយនឹងពួកគេដែរហើយស្ថានភាពរបស់ម្ដាយនាងជាមួយនឹងកូននៅក្នុងផ្ទៃក៏មិនមានបញ្ហាអ្វីនោះដែរដែលនេះក៏បានបង្ហាញឲ្យយើងឃើញថាបញ្ហានិងបំណុលដែលគ្រួសាររបស់នាងធ្លាប់ជាប់ជំពាក់ទៅលើគ្រួសារស៊ីម៉ាទាំងប៉ុន្មានពេលនេះគឺត្រូវបានដោះស្រាយចប់សពគ្រប់អស់ហើយក្នុងពេលនោះថាម៉ាហ៊ីកូក៏បានឆ្លៀតធ្វើការសន្យានៅនឹងមុខឪពុកម្ដាយរបស់យូស៊ូគីតែម្ដងថាចាប់ពីថ្ងៃនេះទៅគាត់គឺនឹងធ្វើឲ្យយូស៊ូគីជាមនុស្សស្រីម្នាក់ដែលមានសេចក្តីសុខជារៀងរហូតហើយគាត់ក៏សូមរៀបការចូលទៅក្នុងគ្រួសាររបស់នាងដូចគ្នាដូច្នេះថាម៉ាហ៊ីកូគឺនឹងត្រូវដូរឈ្មោះទៅជាថាម៉ាហ៊ីកូថាជីបាណាវិញហើយហើយបន្ទាប់ពីនោះមករយៈពេល1ឆ្នាំកន្លងផុតមកទៀតថាម៉ាហ៊ីកូនិងយូស៊ូគីពួកគេក៏បានផ្លាស់ទីលំនៅមករស់នៅទីក្រុងកូបេហើយពួកគេគឺបានមករស់នៅជាមួយនឹងលោកពូថាម៉ាស៊ូកេចំណែកឯថ្ងៃមង្គលការរបស់ពួកគេទាំងពីរក៏បានធ្វើនៅទីនោះដែរហើយក្នុងថ្ងៃនោះដែរអ្នកគ្រប់គ្នាគឺសុទ្ធតែបានមកចូលរួមពិធីមង្គលការនេះទាំងអស់ដោយមានកូតូរីមីដូរីយ៉ូហើយនិងប្អូនប្រុសរបស់នាងយ៉ូតារ៉ូដែលឥឡូវនេះគាត់គឺពិតជាធំធាត់និងប្លែកច្រើនណាស់សូម្បីតែថាម៉ាហ៊ីកូក៏មើលមិនចង់ស្គាល់ដែរចំណែកឯហាការឹវិញគាត់គឺនៅទីនេះស្រាប់ហើយដោយសារតែគាត់ឥឡូវនេះគឺជាវិជ្ជាបណ្ឌិតដែលធ្វើការឲ្យលោកពូថាម៉ាស៊ូកេរីឯឪពុកម្ដាយរបស់យូស៊ូគីជាមួយនឹងប្អូនរបស់នាងដែលទើបតែនឹងកើតមកនោះក៏បានចូលរួមកម្មវិធីមង្គលការនេះដែរហើយគ្រប់គ្នាក៏បានអបអរសាទរដល់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ថាម៉ាហ៊ីកូនិងយូស៊ូគីដោយក្តីរីករាយហើយទាំងអស់នេះទើបជាបញ្ចប់ដែលយើងគ្រប់គ្នាចង់បានចំណែកឯនៅថ្ងៃអនាគតយូស៊ូគីហើយនិងថាម៉ាហ៊ីកូពួកគេគឺមានកូនចំនួន3នាក់ដែលមានកូនស្រីម្នាក់ហើយនិងកូនប្រុស2នាក់ដែលកូនបងគេគឺមានឈ្មោះថាស៊ឺគីហ៊ីកូហើយកូនទី2គឺហារុគីចំណែកឯកូនស្រីពៅគេគឺថាម៉ាមីបន្ទាប់ពីយើងដឹងអនាគតរបស់ពួកគេហើយចំពោះថាម៉ាកូដែលជាប្អូនស្រីវិញពេលនោះនាងក៏បានចាក់ចេញពីគ្រួសារស៊ីម៉ាដូចគ្នាដោយលោកពូថាម៉ាស៊ូកេបានយកនាងធ្វើជាកូនចិញ្ចឹមហើយនៅថ្ងៃអនាគតរបស់នាងគឺបានរៀបការជាមួយនឹងហាការឹប៉ុន្តែនៅក្នុងម៉ាន់ហ្គារឿងថ្មីដែលជាប់ខ្សែស្រឡាយជាមួយនឹងរឿងនេះដែរនោះគឺมันបានបញ្ជាក់ថាពួកគេមានកូនឬអត់នោះទេហើយរឿង Taiso Otome Fairy Tale ក៏សន្មតថាស្លេះតែត្រឹមនេះជាចុងក្រោយ admin ក៏សូមអរគុណដល់គ្នាយើងទាំងអស់ដែលបានចំណាយពេលទស្សនាតាំងពីភាគ1រហូតដល់ភាគទី12ដែលជាភាគបញ្ចប់បូករួមទាំងសាច់រឿងដែលនៅសេសសល់ពី manga នេះផងដែររាល់ពាក្យសម្ដីខុសឆ្គងដែល admin និយាយមកធ្វើឲ្យប៉ះពាល់អារម្មណ៍ទៅដល់អ្នកទាំងអស់គ្នាត្រង់កន្លែងណាមួយ admin ក៏សូមអធិស្ឋានវិញផងអរគុណច្រើនពួកយើងនឹងចាំជួបគ្នានៅវីដេអូសម្រាយរឿងក្រោយៗទៀតចុចខាងឆ្វេងដើម្បីទស្សនានៃការសម្រាយសាច់រឿងផ្សេងៗទៀតហើយ scan ខាងស្ដាំដើម្បីគាំទ្រការផលិតវីដេអូរបស់ admin